Đơnខ្លួនឯងថាខ្លួនឯងអត់ចេះមិនមែនជាបញ្ហាទេអីដែលជាបញ្ហាហ្នឹងគឺច្រឡំថាខ្លួនឯងចេះអញ្ចឹងនៅសល់តែរយៈពេល100ថ្ងៃទៀតទេតើបងអូនបានត្រៀមខ្លួននៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខហ្នឹងបានប្រមាណភាគរយហើយដូចនេះបញ្ហាសុខភាពនិងបញ្ហាផ្លូវចិត្តគឺវាពិតជាមានសារៈសំខាន់ខ្លាំងមែនតើដែលយើងគួរតែយល់ដឹងតើតើងជាមួយនឹងបញ្ហាសុខភាពគឺយើងត្រូវតែញ៉ាំឲ្យបានទៀងទាត់ហើយយើងកុំញ៉ាំដាក់របស់ណាដែលវាអត់ល្អសម្រាប់សុខភាពយើងយើងអត់ដឹងថាប្រហែលខែទៀតឬក៏ប្រហែលថ្ងៃទៀតយើងមានកើតនៅជំងឺអីផ្សេងៗនេះយើងអត់ដឹងអញ្ចឹងយើងការពារមុនយើងកុំញ៉ាំអីផ្ដេសផ្ដាសហើយតើតើងជាមួយនឹងបញ្ហាផ្លូវចិត្តខ្ញុំជឿថាមានអូនមួយចំនួនក៏បានធ្វើវិញ្ញាសាអាចនឹងធ្វើអត់ចេញអាចនឹងធ្វើទៅខុសអាចនឹងអត់សូវចាំប្រមុនអាចនឹងអត់សូវយល់មេរៀននៅក្នុងការធ្វើអញ្ចឹងទៅអញ្ចឹងអាហ្នឹងគឺជាបញ្ហាមួយដែលពួកឲ្យយើង stress ហើយមិនមែនតែអូនមួយចំនួននៃការជំនាន់បងក៏មានបញ្ហានឹងកើតឡើងដូចគ្នាអញ្ចឹងយើងត្រូវតែមានផ្នត់គំនិតមួយដែលល្អដែលជំរុញទៅដល់សកម្មភាពនៅក្នុងការធ្វើវិញ្ញាសារបស់យើងឬក៏ការទន្ទឹងរៀនរបស់យើងបន្ទាប់មកគឺនឹងអាចជំរុញយើងឲ្យបានទទួលនៅលទ្ធផលមួយដែលល្អហើយការដែលខ្ញុំនៅរៀននោះគឺគ្រូខ្ញុំគាត់ប្រាប់ពីឃ្លាមួយដែលខ្ញុំអានហើយខ្ញុំមានអារម្មណ៍ថាចង់រៀនចង់ធ្វើទម្លាប់មួយដែលល្អៗនៅក្នុងការធៀមបដុកហ្នឹងគាត់និយាយថាផ្លូវទៅកាន់ភាពជោគជ័យគឺតែងតែមានឧបសគ្គអញ្ចឹងឧបសគ្គហ្នឹងគឺអាចទម្លាប់ដែលយើងរៀនហ្នឹងអាចនឹងមានបញ្ហាជាមួយនឹងការធ្វើលំហាត់ការទិញមេរៀនអីជាដើមហើយភាពជោគជ័យរបស់យើងគឺការប្រឡងនៅជាប់បាក់ឌុបបានលទ្ធផលមួយណាក៏វាអត់អីដែរឲ្យតែយើងប្រឡងជាប់បាក់ឌុបត្រឡប់មកអូនដែលអត់ទាន់បញ្ចប់មេរៀនអូនក៏អាចអនុវត្តក៏ដូចជាការសាកល្បងនៅការធ្វើវិញ្ញាសាបានដូចគ្នាខ្ញុំក៏ចង់មកនិយាយយើងចង់សាហើយបើសិនជាយើងប៉ះចំកន្លែងណាដែលយើងអត់ចេះយើងអាចទុកបានដើម្បីសួរគ្រូឬក៏សួរមិត្តភក្តិយើងអីចឹងទៅដែលគេអាចនឹងរៀនបានមុនយើងចឹងទៅប៉ុន្តែបើសិនជាបងអូនដែលបានបញ្ចប់មេរៀនហើយចង់សាកល្បងនៅក្នុងការធ្វើវិញ្ញាសាអូនត្រូវកំណត់ពេលវេលាឲ្យបានត្រឹមត្រូវជាពិសេសហ្នឹងបើសិនជាតកតងជាមួយនឹងមុខវិជ្ជាលំហាត់កុំព្យាយាមប្រើកាសូឲ្យសោះយើងត្រូវតែរៀនគិតលេខដល់ខ្លួនឯងព្រោះពេលយើងទៅប្រឡងហ្នឹងគឺអត់មានប្រើកាសូទេអញ្ចឹងកុំទម្លាប់ជឿថា100ថ្ងៃមកបាក់ឌុបហ្នឹងបើសិនជាយើងកែទម្លាប់ហ្នឹងចេញទៅយើងអាចស្ទាត់នៅពេលដែលយើងប្រឡងបាក់ឌុបនៅក្នុងការគិតលេខហ្នឹងហើយចំពោះការទន្ទេញមេរៀនវិញគឺត្រូវការយល់ពីខ្លួនឯងឲ្យច្បាស់យើងចូលចិត្តទន្ទេញមេរៀននៅពេលណាពេលព្រឹកពេលថ្ងៃឬក៏ពេលល្ងាចពេលយប់ពេលជាដើមអញ្ចឹងយើងត្រូវយល់ពីខ្លួនឯងថាយើងអាចទន្ទេញមេរៀននៅចន្លោះពីពេលណាដល់ពេលណាហើយយើងអាចទន្ទេញមួយថ្ងៃហ្នឹងបានប្រហែលសំណួរអញ្ចឹងតកតងជាមួយនឹងការទន្ទេញមេរៀនយើងអាចបង្ខំខ្លួនឯងឲ្យទន្ទេញបានច្រើនបានទេព្រោះគោលបំណងមនុស្សម្នាក់ៗគឺខុសគ្នា